សួស្តីបងប្អូនថ្ងៃនេះយើងមានមុខម្ហូបមួយមុខទៀតហើយបាទអន្ទង់អបខ្ទឹមសអំបិលម្ទេសបាទតើឥឡូវចង់ដឹងថាគ្រឿងផ្សំមានអីខ្លះទៅតាមទស្សនាវីដេអូពេញទាំងអស់គ្នាសម្រាប់គ្រឿងផ្សំយើងមានអន្ទង់ស្រែធម្មជាតិចំនួន1គីឡូបាទហើយគល់ស្ក្រៃបាទយើងហាន់ចឹងមកបាទហើយមានស្លឹកក្រូចសើចរំដេងបាទល្មៀតខ្ទឹមសខ្ទឹមក្រហមបាទហើយនឹងថែមអំពិលទុំបាទបន្តិចមកបាទហើយសម្រាប់គ្រឿងគឺយើងបុកបាទមានគ្រឿងបុកទៀតបងប្អូនបាទគ្រឿងបុកជាមួយនឹងខ្ទឹមម្ទេសបាទយើងបុកមកដើម្បីប្រឡាក់អន្ទង់បាទដើម្បីប្រឡាក់អន្ទង់ជាមួយនឹងគ្រឿងទេសរបស់យើងបាទនេះអន្ទង់យើងប្រឡាក់គ្រឿងបុកយើងមិញបងប្អូនបាទហើយយើងដាក់ជាមួយនឹងប៊ីចេងស្ករបាទម្សៅស៊ុបរ៉ូឌីហ្នឹងបាទទឹកត្រីទឹកស៊ីអ៊ូប្រេងខ្យងបងប្អូនបាទហើយផ្អាប់វាប្រហែលជា 4-5 នាទីបាទឥឡូវយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាបងប្អូនបាទយើងចាក់ប្រេងឆាចូលដើម្បីលីងគ្រឿងយើងបងប្អូនសម្រាប់គ្រឿងនេះយើងលីងវាឲ្យឈ្ងុយបន្តិចបងប្អូនចាំដាក់អន្ទង់ចូលដាក់អំពិលទុំចូលរួចហើយយើងចាប់ផ្ដើមដាក់អន្ទង់ដែលយើងផ្អាប់ជាមួយគ្រឿងនឹងចូលមកបាទដាក់ក្រាវពីលើហ្មងបងប្អូនបាទបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់ទឹកដោះគោស្រស់ចូលបងប្អូនបាទសម្រាប់ទឹកដោះគោស្រស់នេះបើសិនបងប្អូនមិនចូលចិត្តមិនដាក់ក៏បានដែរបងប្អូនបាទដាក់ទឹកដូងជំនួសមកបាទទឹកដូងក៏ឆ្ងាញ់ឈ្ងុយម្យ៉ាងដែរបងប្អូនបាទសម្រាប់គ្រឿងបងប្អូនភ្លក់មើលទៅបើសិនស្ទើរអីបងប្អូនដាក់តាមហ្នឹងទៅបាទតែសម្រាប់ខ្ញុំគឺល្មមតែម្ដងបងប្អូនបាទមិនដាក់ទៀតទេបាទអន្ទង់អបអំបិលម្ទេសខ្ទឹមសយើងបានឆ្អិនហើយបងប្អូនបាទសម្រាប់មុខម្ហូបមួយនេះគឺឆ្ងាញ់ខ្លាំងមែនទែនបងប្អូនបាទសម្រាប់មួយបាយក៏ត្រូវជាមួយនឹងអាជាក់ជុំជាមួយនឹងបងប្អូនមិត្តភ័ក្តិយើងក៏ត្រូវដែរបងប្អូនបាទអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទជួបគ្នានៅវីដេអូថ្មីទៀតបងប្អូនបាទ